Việc xua bông ôn ở khía cái này nhâm trang màu review tẹt tô nâng rôm và lại nhom ở bông ôn ở khía ban khởiสำหรับบองប្អូនណាដែលគាត់ចង់ធ្វើខ្លួនឯងសង្ឃឹមថាវីដេអូហ្នឹងអាចជួយជាកលឹះឲ្យគាត់ខ្លះដោយសារតែយើងថតនេះគឺវាតម្លើងហើយអញ្ចឹងអ្វីដែលខ្ញុំអាចប្រាប់បានគឺវីដេអូបែបម៉េចហើយយើងត្រូវការអីខ្លះពេញមកដំបូងយើងមានអីខ្លះអញ្ចឹងណាសម្ភារៈដែលយើងមានបន្ថែមអីគេខ្លះអូខេអញ្ចឹងនេះដំបូងដែលខ្ញុំទិញគឺវីដេអូនេះបើសិនជាបងប្អូនទិញខ្លួនឯងគឺត្រូវការបន្ថែមនៅម៉ាស៊ីនស្វានណាព្រោះប្រហោងហ្នឹងយើងត្រូវស្វានទំហំវាគឺយើងអាចយកអានេះឲ្យជាងឲ្យអ្នកលក់គាត់ប៉ាន់ទៅយើងស្វានឲ្យត្រូវនឹងទំហំរបស់កត្រកបន្លែរបស់យើងហើយវីដេអូពេលដែលទិញមកគឺវាអត់មានក្បាលនេះទេសងកែងអីហ្នឹងគឺយើងត្រូវទិញបន្ថែមនេះពួកអស់នេះណាហើយនឹងស្នុកនេះគឺយើងទិញបន្ថែមដូចគ្នាហើយសម្រាប់របស់ខ្ញុំគឺមាន8វារៀងបែបនេះហេតុផលដែលខ្ញុំជ្រើសរើសយកម៉ូតនេះដោយសារតែវាចំណេញ space វាអត់សូវស៊ីទីធ្លាខ្លាំងឯងហើយកម្លាំងទឹកដែលវាបុកទៅវាសមល្មមហ្មងវាអត់ស៊ីទឹកច្រើនទៀតហ្នឹងអ្វីដែលយើងត្រូវមានបន្ថែមគឺនេះវីដេអូនេះវាមានលេខរបស់វាជាមួយខ្ញុំនឹងដាក់ឲ្យនៅនឹងវីដេអូហើយយើងត្រូវមានចាស់រុនវាដូចគ្នាវីដេអូនេះវាភ្ជាប់ពីវីដេអូតូចពណ៌ខៀវនេះដែលវីដេអូតូចពណ៌ខៀវនេះយើងត្រូវចាស់ដូចគ្នានេះយើងចាស់បែបហ្នឹងដើម្បីឲ្យទឹកវារត់ទឹកដែលយើងដាក់ទឹកជីហើយយើងត្រូវមានធុងសម្រាប់ដាក់ជីយើងត្រូវកំងឲ្យជាងដែកក៏ត្រូវធ្វើដែកដែលសមនឹងចង់និយាយថារោងដែលយើងជ្រើសរើសព្រោះបើរោងយើងជ្រើសរើសរោងមុតអីយើងត្រូវធ្វើក្រងដែកឲ្យចេញជា style របស់យើងបែបហ្នឹងតែមើលនៅខាងនោះម្ដងខាងនោះអ្វីដែលយើងមានគឺនេះបែបហ្នឹងសងកែងដោយសារការដែលយើងចាស់គឺយើងចាស់តែមួយចាហៀងហើយដែលយើងភ្ជាប់នេះយើងភ្ជាប់វាអាចនឹងអត់សូវក្បោះក្បាយប៉ុន្តែបងប្អូននឹងយល់បានខ្លះអ្វីដែលបងប្អូនយល់ដឹងហើយមកមើលអានេះកាន់តែយល់ដឹងបន្ថែមអញ្ចឹងណាដោយសារតែពេលដែលយើងត្រឡប់ហ្នឹងយើងក៏អត់បានថតអី detail ច្រើននេះវីដេអូចុងក្រោយយើងអ្នកតវីដេអូមួយទៀតភ្ជាប់អានេះក៏ភ្ជាប់ដែរណាផ្ដាច់បាននេះដើម្បីបង្ហូរទឹកមកហើយ motor យើងហ្នឹងគឺបឺតទឹកទៅបន្ថែមអាហ្នឹងសម្រាប់រោង8ជួរប្រវែង4ម៉ែត្ររបស់ខ្ញុំណាបងប្អូនអញ្ចឹងទៅមើលរោងមួយទៀតរោងតូចរោងមួយនេះរោងតូចដែល style គឺដូចគ្នាអញ្ចឹងយើងមានតាយ៉ូខ្មៅនេះដើម្បីចាស់បែបហ្នឹងដូចគ្នាតមានតាយ៉ូពណ៌ខៀវទូចនេះគឺយើងត្រូវចាស់នេះហើយយើងដោតតាយ៉ូខ្មៅនេះចូលហើយវានឹងទៅបន្តមកខាងនេះហើយយើងធ្វើអញ្ចឹងនេះចាប់ពីរបស់ខ្ញុំនេះវាមានខាងនេះគឺ2ម៉ែត្រ6ជួរអញ្ចឹងជួរខាងលើគេដំបងគឺត្រូវមានទី2ក៏ត្រូវមានទី3ក៏ត្រូវមានទី4ក៏ត្រូវភ្ជាប់ទី5ក៏ត្រូវភ្ជាប់តែទី6នេះគឺយើងលេងត្រូវការស្វានអានេះទៀតហើយដោយសារទី6គឺជាអាកន្លែងដែលយើងដាក់តបញ្ចេញទឹកជីដើម្បី motor វាបុកឡើងយើងត្រូវបញ្ចេញមកអញ្ចឹងណាអញ្ចឹងបានចរន្តទឹកវាវិលរហូតវាមានអុកស៊ីហ្សែនគ្រប់គ្រាន់ដែរបើប្រៀបធៀបជាមួយនឹងយើងដាំធុងស្នោនេះវាផ្ដល់អុកស៊ីហ្សែនឲ្យច្រើនជាងហើយខាងនោះគឺដូចគ្នាអញ្ចឹងគុណសម្បត្តិរបស់វាមួយគឺវាអត់សូវស៊ីទឹកហើយយើងធ្វើវារៀងខ្ពស់អញ្ចឹងណាព្រោះទឹកវាបឺតមកសមល្មមមកដំណាំយើងអាចចាប់វាបាន
គឺដូចគ្នាខាងនេះគឺយើងត្រូវការតែសុំកែងឆ្នុកបន្ថែមអីទេចឹងមកមើលរោងរបស់ខ្ញុំខាងនេះតិចរោងនេះធំវារៀងពិបាកមើលថែជាងគេដោយសារតែយើងធ្វើវាស្មើអញ្ចឹងដល់ពេលអញ្ចឹងទឹកដែលវាត្រូវការគឺវាច្រើនណាស់វាឡើងបុកឡើងដល់ខាងលើនេះបើសិនជារោងA8ដែលយើងធ្វើរៀងខ្ពស់ហ្នឹងទឹកវាអត់ដែលបានមកដល់លើផុតទេវានៅមកសំល្មមដែលថាសាឡាត់យើងអាចយកទឹកហ្នឹងបានដល់ពេលអញ្ចឹងអ្វីដែលយើងត្រូវធ្វើនេះពេលដែលវាអស់យើងត្រូវអាសាពេញវារហូតពេញមិនក៏វានៅតែត្រឹមហ្នឹងអាសាដាក់ទៅវាបឺតឡើងអស់ដាក់ទៅវាបឺតឡើងអស់ចឹងទឹកនៅក្នុងរោងធំនេះរបស់ខ្ញុំសម្រាប់ខ្ញុំអត់សូវពេញដាក់បានតែប៉ុណ្ណឹងវាបឺតអស់ហើយហត់បឺតយួរចង់និយាយថាយើងយួរធុងយើងមានតែយកមកពីណាបងប្អូននៅលើយួរធុងទៅត្រូធុងមកដាក់ 4-5 ធុងមិនទាន់ឃើញទឹកនៅណាផងចឹងរបស់ខ្ញុំនេះគឺ11ជួរសម្រាប់ដែកខ្ញុំកំងគេធ្វើ2ម៉ែត្រទទឹង2ម៉ែត្រដើម្បីដាក់បាន11ជួរអ្នកកន្លែងខ្លះក៏អាចដាក់បាន12តែខ្ញុំអត់ចង់ឲ្យវាចៀតគ្នាពេកខ្ញុំដាក់តែ11ទៅហើយប្រវែងគឺ8ម៉ែត្របើសិនជាបងប្អូនចង់ធ្វើ8ម៉ែត្របងប្អូនត្រូវទិញតយោមក2ដើម្បីយើងនេះយើងតបែបនេះព្រោះក្នុងប្រវែងតយោមួយគឺមានតែ4ម៉ែត្រទេអញ្ចឹងបងប្អូននេះតវាបែបហ្នឹងទៅគឺវាជាប់គ្នាហើយយើងអាចទៅដល់ខាងនោះអញ្ចឹងខ្ញុំយកទីតាំងវាស្តៀងតែខាងនោះឯងយើងឧបករណ៍យើងមានគឺដូចគ្នាហ្នឹងតយោខ្មៅនេះហើយយើងធ្វើការចោះដូចគ្នាតយោហ្នឹងគឺជាតយោតរបស់ម៉ូទ័រយើងបែបហ្នឹងខាងនេះគឺជាខាងសម្រាប់ដែលខ្ញុំដាក់តយោបញ្ចេញទឹកបញ្ចូលទឹកហ្នឹងហើយខាងនោះជាខាងដែលខ្ញុំដាក់ទឹកជីអញ្ចឹងនេះអ្វីដែលយើងមានបើយើងតយោ11ជួរស្នុកនេះយើងត្រូវមាន11ដូចគ្នាដើម្បីបិទចុងវាកន្លែងតំណនេះក៏ត្រូវមាន11ដូចគ្នាដែរចំនួនតយោយើងបែបម៉េចប្រមាណអាហ្នឹងហើយនឹងស្នុកខាងនោះហ្នឹងគឺត្រូវតែស្មើគ្នាបន្ទាប់មកបានយើងត្រូវមានកែងមានអីតនេះបែបហ្នឹងនេះតយោដែលយើងតពីខាងនោះមកតយោតមកពីខាងនោះគឺយើងភ្ជាប់ម៉ូទ័ររបស់យើងហើយសម្រាប់ម៉ូទ័រទាំងរោងតូចរោងធំរោងកណ្ដាលរបស់ខ្ញុំគឺខ្ញុំប្រើ model មួយគ្នាទាំងអស់ P3000 កម្លាំងវាខ្លាំងល្អចង់ខ្លាំងចូលផងសម្រាប់អានេះវាបឺតទៅរហូតទឹកអត់ចេះពេញអត់ចេះគ្រប់សោះដល់ពេលអញ្ចឹងអ្វីដែលបញ្ហាគឺយើងត្រូវដាក់ទឹកនេះឲ្យច្រើនអញ្ចឹងសម្រាប់ idea របស់ខ្ញុំណាតែបងប្អូនអាចជ្រើសរើសតាមដែលបងប្អូនឆ្លាញ់ idea របស់ខ្ញុំលើក្រោយខ្ញុំអាចនឹងបើធ្វើអាចយកប្រវែង12ម៉ែត្របើន័យថាយើងថែម4ម៉ែត្រទៀតដើម្បីឲ្យ motor វារត់ឲ្យវាល្អស្រួលឬមួយក៏ធ្វើជាលក្ខណៈចោតដូចរបស់ខ្ញុំរោង8អញ្ចឹងទៅបាន motor វាអត់សូវជាបឺតទឹកទៅច្រើនអញ្ចឹងមានតែប៉ុណ្្នឹងឯងតាក់ទងនឹងរោងចេញតមកសងកែងអានេះរៀងច្រើនបន្តិចហើយបើអាកដាលនេះគឺយើងទិញមកជាតយោវែងទៅហុំឲ្យត្រូវមួយសងកែងទៅយើងកាត់
មានអាណាបានយើងវាស់បានយើងកាត់ធ្វើម៉េចពីប្រវែងទៅយោនេះដល់ទៅយោនេះប៉ុណ្ណាសងកែយើងតប៉ុណ្ណាយើងអាចកាត់វាតែខ្ញុំពួកខ្ញុំធ្វើខ្ញុំវាស់ទៅបានយើងដោតទៅចូលគ្នា